ចាថ្ងៃនេះគឺខ្ញុំបានឆាមីបោះចិនណាជាមួយនឹងសាច់គោពងមាន់ចាហើយបន្លែដែលខ្ញុំត្រូវដាក់ហ្នឹងគឺមានដូចជាខាត់ណាហើយនឹងការ៉ុតចាខាត់ណាខ្ញុំបែងចែកជាពីរគឺដើមផ្សេងស្លឹកផ្សេងចាហើយគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងទេតែខ្ញុំបានថតអំបិល BJ ម្សៅស៊ុបខ្ញុំបានថតចូលទេប៉ុន្តែអាចមើលនៅក្នុងវីដេអូនឹងបានចាមុននឹងខ្ញុំឆាគឺខ្ញុំបានដាំទឹកឲ្យពុះបន្ទាប់មកទៀតគឺខ្ញុំធ្វើការដាក់បន្លែខាត់ណាចូលណាដើម្បីឲ្យវាឆ្អិនមកសពបើចឹងទៅព្រោះសារតែខាត់ណានឹងវារឹងពេលចឹងខ្ញុំដាក់ដើមចូលមុនបន្ទាប់ពីដាក់ដើមហើយគឺខ្ញុំដាក់ស្លឹកចូលចាហើយក៏កូរទៅពេលដែលស្លឹករៀងសពូនរៀងញោមតិចហើយគឺខ្ញុំលើកដាក់កត្រាចាហើយកត្រាផងដែរគឺខ្ញុំដាក់ទឹកត្រជាក់ឲ្យគាត់ដើម្បីឲ្យពេលខ្ញុំស្រង់ខាត់ណាដាក់ទៅគឺវាឆាប់ចុះត្រជាក់បាទល្អហើយណាមួយគឺរក្សាសម្រាប់ពណ៌នៃខាត់ណានឹងផងចាបន្ទាប់ពីខ្ញុំស្រោះបន្លែហើយខ្ញុំក៏ដាក់មីនឹងចូលខ្ញុំដឹងថាហៅអីទេខ្ញុំហៅមីហ្មងទៅនេះអានេះគេបើថាវាស្តៀងរូបរាងស្តៀងនឹងមីកតាំងដែរអញ្ចឹងតែបើសាមញ្ញគឺហៅមីសរសៃធំចាខ្ញុំមិនដឹងថាឈ្មោះអីអញ្ចឹងខ្ញុំហៅមីសរសៃធំហ្មងទៅចាមីសរសៃធំនេះគឺខ្ញុំស្រោះវាមកសបកដែរហើយខ្ញុំក៏លើកចេញបន្ទាប់មកខ្ញុំក៏ចាប់ដើមរៀបចំខ្ទះសាជាថ្មីគឺត្រៀមនឹងបំពងខ្ទឹមចាបំពងខ្ទឹមសចាដើម្បីឲ្យឈ្ងុយនេះទៅគឺមិនថារំលីងខ្ទឹមសមុនចាឥឡូវគឺខ្ទះចាប់ដើមឡើងកម្ដៅហើយតាមពិតពពោះហ្នឹងមិនមែនទឹកមិនខ្លាញ់ទេបងប្អូនគឺទឹកជាដែលខ្ញុំលាងសម្អាតខ្ទះខ្ញុំដាក់មកវិញទៅចឹងចាំឲ្យវាអស់ទឹកពីខ្ទះសិនហើយបើខ្ញុំចាក់ខ្លាញ់ចូលឥឡូវខ្ញុំចាក់ខ្លាញ់ចូលហើយខ្ញុំចាប់ដើមយកខ្ទឹមហ្នឹងមកដាក់អំពងដាក់មកវាណាទឹកសម្រាប់ពេលទៅជាតិចាធ្លាក់ស្លាប់ពេលចូលទៅចឹងវាទំនៀមហ្មងឥឡូវគឺបំពងខ្ទឹមបំពងទាំងម្ទេសព្រោះសារខ្ញុំហ៊ានដាក់ម្ទេសក្រោយបំពងទេខែឡូវាហឹលពេកអញ្ចឹងក៏បំពងជាមួយខ្ទឹមមកទៅដើម្បីកុំឲ្យវាសូវហឹលអញ្ចឹងណាចាបន្ទាប់ពីខ្ញុំបំពងខ្ទឹមហើយអស់មើលតែវានេះខ្ញុំចាក់ទឹកត្រីចូលចាទឹកត្រីហ្នឹងគ្រូសាទៅទិញម្ហូបនៅកន្លែងគេទៅគេឲ្យ free មកមួយថងអញ្ចឹងដល់ពេលអញ្ចឹងក៏ប្រើវាអស់ទៅខ្ជិលចោលស្ដាយចាខ្ញុំចាក់ទឹកប្រេងខ្យងចាក់ទឹកពេញប៉ោះចាក់ទឹកពេញប៉ោះចូលព្រោះធម្មតាឆាមីគេចាញ់ប្រើទឹកពេញប៉ោះប្រើប្រេងខ្យងអញ្ចឹងដើម្បីឲ្យវាមានជាតិពេញប៉ោះចឹងហើយឥឡូវគឺខ្ញុំចាប់ដើមដាក់សាច់គោចូលដាក់ម្សៅស៊ុបរ៉ូឌីចាខ្ញុំភ្លេចប្រាប់ដែរមុនហ្នឹងខ្ញុំមិនដាក់ស្ករដែរហើយចាឥឡូវខ្ញុំដាក់ពងទាចូលបន្តិចមិនបន្តិចគឺមកគ្រាប់ចាសូមអធិស្ឋានហងចាចូលដាក់ពងទាចូលហើយកូរបន្តិចក៏ដាក់បន្លែចូលចាទៅពេលដាក់បន្លែចូលហ្នឹងគឺគោរៀងមកស្ទុះធម្មតាអញ្ចឹងព្រោះសារតែខ្ញុំភ្លេចគិតថាការ៉ុតហ្នឹងវាក្រផុយហើយបានដាក់ចូលមុនសាច់គោទៅពេលអញ្ចឹងទៅក៏ចាំមើលទឹកការ៉ុតនេះបន្តិចដាក់នេះចូលអញ្ចឹងឥឡូវឃើញថាគោច្រើនត្រឡប់មកហើយអញ្ចឹងក៏ចាប់ដើមចាប់សរសៃមីធំនឹងដាក់ចូលចាហើយក៏កូរវឹកចឹងទៅមីនឹងគឺអត់បាក់ធ្វើគឺស្រួលមែនតើអញ្ចឹងបងអូនដែលចេះធ្វើម្ហូបក៏អាចធ្វើបានដែរវាសាមញ្ញដូចខ្ញុំអត់ចេះធ្វើទេចេះតែចាប់ឆាយហ្នឹងពេលចឹងចេះបានញ៉ាំឆ្ងាញ់ដែរតាអាចថាប្រហែលនេះលក់ដែរចាយើងមិនខ្ញុំមិនខ្វល់ថាគេគិតមិនសំខាន់ខ្ញុំមកវិញថាឆ្ងាញ់គឺឆ្ងាញ់ហើយចាសំទោសនិយាយលេងតិចហើយចាឥឡូវគឺខ្ញុំដាក់ស្លឹកខ្ទឹមចូលព្រោះសារតែឃើញថាវាចិត្តឆ្អិនហើយខ្ញុំក៏កូរ2-3ត្រឡប់ទៀតទៅហើយក៏ចាប់ផ្ដើមបិទហ្គាសចាអញ្ចឹងការឆាមីរបស់ខ្ញុំគឺបានឆ្អិនហើយឥឡូវដួសដាក់បានមួយចានតាមពិតលើសពីមួយចានទៀតបាន2ចានណោះតែគាត់ថាខ្ញុំម្នាក់ឯងចឹងខ្ញុំអត់ញ៉ាំអត់អស់ទេចឹងខ្ញុំញ៉ាំតែមួយចានទេចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបាយអរគុណច្រើន